ទៅកំពុងសមម្ដងចឹងអត់ដឹងទៅណាហ្នឹងមកនេះបាននៅនេះបរិយាកាសក៏ស្អាតហើយកន្លែងគឺធំទូលាយមែនទែនហ្មងមានទាំងកន្លែងស្នាក់នៅកន្លែងញ៉ាំអីជាមួយនឹងកន្លែងលេងទៅមានច្រើនទេសភាពវិញក៏ស្អាតទៀតទាំងពេលល្ងាចមួយពេលយប់យើងចង់គេងនៅនឹងក៏បានចង់គេងខាងក្រៅមកញ៉ាំអីនៅនឹងក៏បានដែរខ្ញុំស្គាល់កន្លែងនេះហ្នឹងទៅតាមគេ review ដែរទេឃើញនៅនឹងទេសភាពស្អាតដែរអញ្ចឹងក៏មកថតដែរហ្មងទៅខ្ញុំទៅដល់ហ្នឹងទិញតាដូរមកផ្លែជាមួយនឹងដលងហ្នឹងខ្ញុំអង្គុយញ៉ាំឲ្យមើលទេសភាពដើរនៅកន្លែងគាត់នោះឈ្មោះ Bay of Light សម្រាប់ទីតាំង location នេះហ្នឹងខ្ញុំធ្លាក់នៅ comment ឲ្យដោយសារតែខ្ញុំទៅនេះគឺខ្ញុំទៅកំពង់សោមលេងទេអញ្ចឹងទៅខ្ញុំអត់សូវស្គាល់ផ្លូវកំពង់សោមមែនទេខ្ញុំជិះទៅដល់ហ្នឹងតាម Google Map ដែរទេពេលដែលចូលទៅដល់ហ្នឹងគឺកន្លែង restaurant របស់គាត់ហ្នឹងហ្មងកន្លែងញ៉ាំអីសម្រាប់មនុស្សនៅខាងគាត់ហ្នឹងវិញគឺម្ហូបវាច្រើនមកគឺបែបអឺរ៉ុបសម្រាប់ភ្ញៀវនៅក្នុងវិញគឺមានទាំងបរទេសមានទាំងខ្មែរការខ្ញុំទៅហ្នឹងគឺទៅហេល្ងាចដែរដល់ពេលអញ្ចឹងទៅគឺមនុស្សច្រើនគួរសមទេសភាពវិញក៏ស្អាតទេទៅធំទូលាយមែនតើហ្មងការខ្ញុំទៅនេះហ្នឹងអត់ដឹងមិនដែរនិយាយទៅមិនជូនភ្លៀងជូនអត់ជូនភ្លៀងជូនអត់អញ្ចឹងនិយាយទៅវាអត់ទៀងពេលដែលដើរជុំវិញហ្នឹងហើយផឹកទឹកដោមកផ្លាយទៅឡើងជាក់ស្រួលហ្មងនៅកន្លែងគាត់នេះគឺខ្ញុំ recommend ហ្មងឲ្យទៅពេលល្ងាចអញ្ចឹងនៅពេលល្ងាចរហូតដល់រៀងយប់តិចទៅគឺទេសភាពស្អាតហ្មងខ្ញុំបង្ហាញនេះហ្នឹងគឺបង្ហាញទូទេគឺនៅមានកន្លែងច្រើនជាងនឹងទៀតអញ្ចឹងទៅសម្រាប់អ្នកដែលគាត់ចូលថតរូបអីហ្នឹងគឺខ្ញុំ recommend មកនេះហ្មងនិយាយទៅនៅនឹងសបោប្លង់ច្រើនមួយទៀតតកតងជាមួយនឹងកន្លែងស្នាក់នៅជាមួយនឹងកន្លែងលេងអីហ្នឹងបើចង់នឹងព័ត៌មានបន្ថែមអីហ្នឹងគឺតកតងទៅ page គាត់ផ្ទាល់ហ្មងទៅក៏បានដែរ